តើយើងទៅជិះទូកនៅកំពង់ភ្លុកទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបងវាយអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលទេសភាពនៅសហគមន៍កំពង់ភ្លុកដំបូងយើងចូលមកទិញសម្បត្តិហើយបន្ទាប់មកក៏ឆ្លៀតដាក់កាហ្វេមួយកែវសិននិងកំពុងចាំភ្ញៀវចេញពីបន្ទប់ទឹកមុននឹងបន្តដំណើរទៅខាងមុខទៀតដល់ពីចូលបន្ទប់ទឹករួចហើយពួកយើងក៏បានធ្វើដំណើរទៅកាន់កន្លែងឆែកសម្បត្តិហើយក៏បានដើរទៅកន្លែងទូកទាំងអស់គ្នាសូមបញ្ជាក់ផងដែរថាសហគមន៍កំពង់ភ្លុកគឺជាតំបន់ទេសចរមួយដែលទាក់ទាញខ្លាំងនៅក្នុងខេត្តសៀមរាបយើងនេះបន្ទាប់ពីប្រាសាទហើយនេះកំពុងតែរៀបចំឡើងទូកហើយបន្ទាប់មកពួកយើងក៏បានធ្វើដំណើរទៅកាន់សហគមន៍កំពង់ភ្លុកទាំងអស់គ្នាម៉ាស៊ីនទូកក៏ចាប់ផ្ដើមដំណើរការហើយទូកក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខហើយភ្ញៀវទេសចរក៏ចាប់ផ្ដើមមានអារម្មណ៍រំភើបពួកគាត់ចាប់ផ្ដើមថតរូបបដាហើយចំណែកទូកខាងក្រោយនេះគឺគាត់ជិះមកស្ទូចត្រីតែម្ដងមើលទៅស្ទូចទៅដឹងហើយបើយើងនិយាយពីសហគមន៍កំពង់ភ្លុកគឺយើងមានភូមិចំនួន3ដែលភូមិទី1មានឈ្មោះថាភូមិថ្នោតកំបត់ដែលមានប្រជាជនចំនួន403គ្រួសារភូមិទី2មានឈ្មោះថាភូមិដីក្រហមដែលមានប្រជាជនចំនួន333គ្រួសារនិងភូមិចុងក្រោយគឺភូមិគោកក្ដុលដែលមានប្រជាជនសរុប359គ្រួសារបើយើងបូកសរុបទាំង3ភូមិគឺយើងមានសរុប1095គ្រួសារបើសរុបជាចំនួនប្រជាជនវិញគឺយើងមាន3815នាក់នៅទីនេះយើងក៏មានអគារអង្គភាពនគរបាលទេសចរមានអគារស្នាក់ការសន្តិសុខសាលារៀនសាលាឃុំបន្ថែមពីនេះទៀតយើងក៏មានមណ្ឌលសុខភាពផងដែរអ្វីដែលសំខាន់នោះគឺប្រជាជនធ្វើដំណើរដោយប្រើប្រាស់ទូកនៅក្នុងខែវស្សាហើយក្នុងខែប្រាំងគឺទីនេះគឺទឹកអាចរីងស្ងួនអញ្ចឹងប្រជាពលរដ្ឋអាចធ្វើដំណើរដោយជិះកង់ឬម៉ូតូបានហើយឥឡូវនេះគឺពួកយើងបានមកដល់ទីតាំងហើយគឺឃើញភាពស្រស់ស្អាតខ្លាំងមែនទែនទាំងនេះគឺជាផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះដែលពួកគាត់បានសាងសង់ខ្ពស់នៅលើទឹកអញ្ចឹងនៅខែវស្សាគឺវាអាចឡើងទៅដល់យ៉ាផ្ទះអញ្ចឹងបើសិនជាយើងសាងសង់ខ្ទាបពេកវាអាចនឹងលិចដូច្នេះហើយបានជាផ្ទះនៅទីនេះគឺខ្ពស់ខ្លាំងមែនទែនហើយភ្ញៀវគាត់បានឃើញចិត្តចាប់អារម្មណ៍ខ្លាំងអញ្ចឹងទាញកាមេរ៉ាថតវីដេអូផងថតរូបភាពផងប្រជាពលរដ្ឋខ្លះក៏បានធ្វើដំណើរដោយប្រើប្រាស់ទូកហើយអ្នកខ្លះក៏បានចេញទៅក្រៅដើម្បីធ្វើការនេសាទអ្វីដែលបណ្ដែតនៅខាងមុខផ្ទះនេះគឺជាម៉ាស៊ីនចាប់ត្រីពីសំណាញ់ក្រៅពីមើលទេសភាពនិងទិដ្ឋភាពផ្ទះប្រជាពលរដ្ឋយើងក៏មានជំនាញស្ថានបណ្ដែតទឹកផងដែរអ្វីដែលនៅក្បែរនឹងនោះគឺជាកន្លែងចំក្រពើអញ្ចឹងគេដាក់ក្រពើនៅក្នុងហ្នឹងនៅពេលដែលយើងធ្វើដំណើរផុតភូមិយើងក៏ឃើញទេសភាពមួយទៀតគឺព្រៃលិចទឹកឡើងខៀវស្រស់ស្ងាត់តែម្ដងមកយើងងាកមកខាងណាក៏ឃើញស្រស់ស្អាតដែរពុកម៉ែបងប្អូនទាំងគ្នាហើយនេះគឺជាការធ្វើដំណើរទៅកាន់បឹងទន្លេសាបអញ្ចឹងយើងផុតភូមិហើយយើងបន្តិចទៀតយើងនឹងផុតព្រៃចេញពីផុតព្រៃទៅយើងនឹងឃើញពីផ្ទៃទឹកនេះដ៏ធំល្វឹងល្វើយហើយបើយើងនិយាយពីទឹកវិញគឺថ្លាខ្លាំងមែនទែនដូចពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញស្រាប់អញ្ចឹងបន្ទាប់ពីនឹងមកយើងក៏មកកន្លែងមួយទៀតដើម្បីមើលភ្ញៀវទេសចរជិះទូកកម្សាន្តនៅក្នុងព្រៃដោយទូកទេសចរមួយភ្ញៀវអាចជិះបានចំនួន2នាក់ដូចពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺពួកគាត់កំពុងតែធ្វើដំណើរចែវទូកចូលក្នុងព្រៃនឹងហើយអញ្ចឹងទៅពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់មកលេងកម្សាន្តនៅខេត្តសៀមរាបបន្ទាប់ពីមកលេងប្រាសាទអង្គរវត្តហើយកុំភ្លេចមកលេងកំពង់ភ្លុកផងបងប្អូនទាំងអស់គ្នាបន្ទាប់ពីមើលទេសភាពនិងទិដ្ឋភាពនៃភូមិនៅលើទឹកនេះហើយពុកម៉ែបងប្អូនគ្នាក៏អាចជិះទូកចែវនៅក្នុងព្រៃផងដែរហើយតម្លៃទូកគឺខុសៗគ្នាអញ្ចឹងអាទូកធំដែលយើងកំពុងតែជិះនេះគឺវាមានតម្លៃថ្លៃជាងទូកតូចដែលយើងចែវចូលក្នុងព្រៃមិនមែនត្រឹមតែយើងចែវនៅក្នុងព្រៃទេគឺយើងអាចចែវចូលនៅក្នុងភូមិផងដែរពុកម៉ែបងប្អូនទាំងអស់គ្នាអាចចែវដោយខ្លួនឯងក៏បានក៏ឬក៏ឲ្យម្ចាស់ទូកចែវជំនួសក៏បានដែរបន្ទាប់ពីធ្វើដំណើរទៅដល់បឹងទន្លេសាបហើយយើងក៏ត្រឡប់មកវិញហើយសូមបញ្ជាក់ដែរថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលមកកំសាន្តខេត្តសៀមរាបឬក៏មកលេងសហគមន៍កំពង់ភ្លុកបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមកពីចន្លោះពីខែនេះរហូតដល់ដើមខែ3គឺទេសភាពនៅតែស្រស់ស្អាតអញ្ចឹងប៉ុន្តែសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមកចន្លោះពីពាក់កណ្ដាលខែ3ទៅគឺទឹកចាប់ដើមស្រកអញ្ចឹងទេសភាពគឺប្រែប្រួលទៅតាមនឹងដែរចំពោះអ្នកដែលចង់មកលេងទីនេះគឺគ្រាន់តែធ្វើដំណើរចេញពីទីរួមខេត្តមកកាន់សហគមន៍កំពង់ភ្លុកនេះគឺយើងចំណាយពេលត្រឹម20នាទីទៅ30នាទីតែប៉ុណ្ណោះចំពោះរយៈពេលនៃការធ្វើដំណើរនៅក្នុងសហគមន៍នេះគឺយើងជិះទូកចន្លោះពី30នាទីទៅ45នាទីប៉ុន្តែវាអាស្រ័យទៅលើពុកម៉ែបងប្អូនដែរបើសិនជាពុកម៉ែបងប្អូនអ្នកគ្នាចង់ឈប់ជិះទូកតូចនេះគឺយើងចំណាយពេល30នាទីទៅ40នាទីទៀតអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនសូមជម្រាបលា